បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគ្រូសូមបង្ហាញអំពីរបៀបបាទ deploy project របស់យើងនៅលើ web hosting អញ្ចឹងយើងមាន web hosting មួយដែលគេ free ឲ្យយើង deploy project បាទជា static project សម្រាប់យើងអាចធ្វើការស្វែងរកយើងនិយាយថា search engine ណា search នៅលើបាទ internet បានអញ្ចឹងគ្រូមាន project នេះមួយបាទដែលធ្វើអំពី AI remove background រូបភាពមានន័យថា upload រូបភាពទៅ remove background ក៏ដូចជា remove watermark រូបភាព compress size រូបភាពពីធំមកតូចបាទ convert រូបភាពប្រភេទ file extension ណាបាទអញ្ចឹង project នេះឥឡូវហ្នឹងកំពុង run ជា static file ទេជា local បាទអញ្ចឹងដើម្បីធ្វើការដាក់វានៅលើបាទ web hosting អញ្ចឹងអ្នកទាំងអស់គ្នាទៅមើល structure project របស់យើងសិន structure file ណាបាទអញ្ចឹងដាច់ខាតអ្នកទាំងអស់គ្នាត្រូវតែមាន default file មួយជា index.html យើងដាក់នៅលើ web hosting ហ្នឹងគឺវាចាប់ចេញពី index ហ្នឹងបាទអញ្ចឹងបន្ទាប់ទៀតអ្នកនរគ្នាដាក់ link ជាមួយ file អីផ្សេងៗទៀតដែលយើងប្រើការមកប៉ុន្តែ file default ណា file ដើមដែល web hosting នឹងវាធ្វើការចាប់យកទៅគឺចាប់ពី default ហ្នឹងទៅហើយគឺ index.html បើអ្នកទាំងអស់គ្នាអត់មាន index.html ហ្នឹងទេគឺបាទ hosting ទៅអត់បានទេបាទអញ្ចឹងបន្ទាប់ពីអ្នកនរគ្នារៀបចំ structure project ឲ្យអស់ហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការបើកទៅក្នុង browser របស់យើងទៅយើងបើកនៅលើ Google Chrome ទៅស្រួលអញ្ចឹងនៅក្នុង Google Chrome ហ្នឹងអ្នកទាំងអស់គ្នាធ្វើការ sign in ជាមួយនឹង Google account ផង sign in Gmail ចូលណាបាទអញ្ចឹងបន្តមកទៀតអ្នកគ្នាចុចអា link ខាងលើហ្នឹងទៅហើយយើងយកពាក្យថាបាទ login នេះបាទបន្តមកទៀតយើងយកពាក្យថា sign up នេះបាទអញ្ចឹងយកពាក្យ sign up ទៅកន្លែងនេះគេសួរយើងហ่ะបាទតែយើងធ្វើសម្រាប់អីយើងយក I'm working personal project ទៅសម្រាប់យើង deploy project ផ្ទាល់ខ្លួនរបស់យើងបន្តទៀតចុចពាក្យ continue បន្តមកទៀតកន្លែងនេះគេឲ្យបំពេញemail អីចូលបាទអញ្ចឹងកុំឲ្យខាតពេលអ្នកនរគ្នាយកពាក្យ continue with Google បាទអញ្ចឹងយើង sign in ជាមួយនឹង Google account របស់យើងទៅវាលឿនបាទអញ្ចឹងចុចពាក្យ continue with Google ទៅគឺវាបាន account តែម្ដងនេះបាន account ណាបាទអញ្ចឹងវាចាប់យក account ហ្នឹងព័ត៌មានហ្នឹងពី Google account របស់យើងឥឡូវយើងបានប៉ុណ្្នឹងហើយអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការចុចពាក្យថា deploy for free បាទអញ្ចឹងចុចបែបហ្នឹងទៅអញ្ចឹងកន្លែងនេះគឺមាន2ជម្រើសទី1បើសិនបើ project របស់អ្នកទាំងអស់គ្នានៅលើ GitHub បាទអញ្ចឹងអ្នកគ្នាអាចចុចកន្លែងផ្នែកទី1នេះបើសិនបើ project របស់អ្នកគ្នានៅក្នុង computer នៅក្នុង local file computer របស់យើងទេយើងយកបាទទី2នេះអញ្ចឹងយើងយកទី2ទៅវាលឿនវាស្រួលកុំឲ្យស្មុគស្មាញអីអញ្ចឹងចុច browse to upload ទៅបន្តទៀត project របស់អ្នកទាំងអស់គ្នានៅកន្លែងណាបាទអញ្ចឹង project របស់គ្រូមិញគឺនៅបាទកន្លែងបាទនៅក្នុងនេះបាទអញ្ចឹងបញ្ជាក់ឡើងវិញអ្នកទាំងអស់គ្នាចូលទៅកាន់ folder project របស់យើងបាទអញ្ចឹងនេះ folder project របស់គ្រូនេះបាទគ្រូគ្រាន់តែចុច select លើ folder project ហ្នឹងទៅបន្តទៀតចុចពាក្យ upload បាទចុច upload ហើយចុច upload មួយទៀតអញ្ចឹងយើងរងចាំបន្តិចបាទWasmer នឹងធ្វើការ write file ហ្នឹងចូលទៅកាន់ website deploy ហ្នឹងហើយបាទសម្រាប់ deploy project យើងនៅលើ online បាទកន្លែងនេះអ្នកទាំងអស់គ្នា select ទៅយើងយកកន្លែងឈ្មោះ account របស់យើងបាទនេះឈ្មោះ account Wasmer របស់យើងហ្នឹងណាបន្តមកទៀតកន្លែង project នេះបាទអញ្ចឹង project preset នេះព្រោះយើងធ្វើជា static ទេមានន័យថាយើង deploy ជា static យើងយកប្រភេទ static ហ្នឹងទៅនេះគេដាក់ static អញ្ចឹងវាអាច deploy បានច្រើនមានដូចជា Laravel ក៏មានដែរបាទអញ្ចឹងមានដូចជា Python នេះជាដើម PHP WordPress អីមានច្រើនបាទប៉ុន្តែ static យើងដឹងហើយស្រួល deploy ជាងគេបាទយើងចុច static មកបាទបន្តមកទៀតកន្លែងនេះ project link project link ហ្នឹងវាដូចជា domain name អញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នាទៅសេឈ្មោះ project ហ្នឹងទៅថ្ងៃក្រោយស្រួលយើង search គ្រាន់តែអានេះគេឲ្យ domain name យើង free ប៉ុន្តែវាមានកតុយឈ្មោះ website hosting នឹងរបស់គេអញ្ចឹងណា .wasmer.app បាទអញ្ចឹងគ្រូដាក់ domain name ហ្នឹងពាក់ព័ន្ធជាមួយនឹង project របស់យើងសម្រាប់បាទ remove background រូបភាពអីអញ្ចឹងទៅអញ្ចឹងយើងដាក់បាទ bg បាទឬក៏បាទbg bg iMake បាទអញ្ចឹងពាក្យកាត់ bg មានន័យថា background បាទ background iMake បាទអញ្ចឹង bg iMake
.versmer.app បាទដាក់អញ្ចឹងទៅបើសិនបើឈ្មោះហ្នឹងធ្លាប់មានគេប្រើហើយគឺគេអត់ឲ្យទេអញ្ចឹងអ្នកនរគ្នាបើសិនបើឈ្មោះហ្នឹងធ្លាប់ប្រើហើយយើងថែមពីអីទៀតទៅឲ្យខុសពីហ្នឹងទៅបាទអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាអាចចុច deploy បាទអញ្ចឹងចុច deploy ទៅគឺគេដាក់ថា complete មានន័យថាឈ្មោះហ្នឹងគឺថ្មីសម្រាប់យើងហើយដាក់ទៅអត់អីទេអញ្ចឹងយើងរងចាំសិនគឺ Versmer នឹងធ្វើការ write file យើងដើម្បីបង្កើតជា web hosting មួយឲ្យយើងជា static file ហ្នឹងបាទអញ្ចឹងឥឡូវយើងបានជោគជ័យហើយអញ្ចឹងអ្នកនរគ្នាចុចពាក្យថាបាទ dashboard នេះមកអញ្ចឹងនៅពេលដែលយើងចុច dashboard យើងឃើញនេះ project របស់យើងបាន hosting នេះបាទ link អញ្ចឹងវាคล้ายទៅជារបស់មួយនៅលើ online ហើយបាទអញ្ចឹងយើងអាច search បានគ្រាន់តែឧទាហរណ៍ថាយើងទៅ deploy ដំបូងយើងទៅ search នៅលើ browser ផ្សេងវាអាចនឹងអត់ទាន់ដំណើរការឲ្យបានឃើញឲ្យលឿនអញ្ចឹងទៅបាទហ្នឹងគឺដំណើរការ search engine គឺបែបហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច copy link ហ្នឹងទៅដាក់នៅក្នុង Google Chrome មួយណាផ្សេងទៀតទៅបាទក៏វាឃើញដែរបាទនេះ copy ឲ្យផាសទៅនេះផ្ញើ link ហ្នឹងឲ្យគ្នាទៅអញ្ចឹងproject របស់យើងវានៅលើ online ហើយបាទអញ្ចឹងវិធីសាមញ្ញងាយយើងធ្វើដោយរបស់ដែលសាមញ្ញប៉ុន្តែអាចយកទៅប្រើការបានអញ្ចឹងយើងតេស្ត website AI របស់យើងតិចវាដំណើរការអត់អញ្ចឹងអានេះបាទ remove background រូបភាពបាទអញ្ចឹងយើងមើលរូបភាពណាដែលអាច remove background បានអត់បាទអញ្ចឹងយើងតេស្តបន្តិចទៅបាទអញ្ចឹងឧទាហរណ៍ថាតេស្តរូបភាពមួយនេះបាទតេស្តរូបភាពមួយអញ្ចឹងយើងចុច remove background សាកមើលតើ AI របស់យើងដំណើរការយ៉ាងម៉េចដែរបាទនេះវាអាច remove បានទេគ្រាន់តែបាទមានកន្លែងខ្លះវាកាត់អត់ទាន់អស់ដោយសារ background ហ្នឹងវាពណ៌ដែលយើង develop code ហ្នឹងអត់ទាន់បានមានន័យថា specific ផ្ដោតទៅលើវាខ្លាំងអញ្ចឹងកន្លែងនេះយើងអាចសេរីអីធ្វើតាមនឹងបន្ថែមកែអីតាមនឹងបន្ថែមទៅបាទអញ្ចឹងគឺយើងអាចប្រើការបានហើយបាទអញ្ចឹងឥឡូវសាកតេស្តមួយទៀតបាទបើសិនបើរូបភាពដែលមាន background តែដាច់ដល់ឡែកហ្មងគឺវា remove បានស្អាតបាទអញ្ចឹងអាហ្នឹងវាអត់ពាក់ព័ន្ធជាមួយនឹង web hosting ទេពាក់ព័ន្ធជាមួយនឹងការ develop project របស់យើងទេព្រោះ project នេះយើង develop ជា static ទេប៉ុន្តែវាអាចដំណើរការបានបាទអញ្ចឹងឥឡូវយើងសាកតេស្តមួយទៀតមើលបាទឥឡូវយើងដាក់ background ដែលដាច់ម្ដងនេះ background ដាច់ណា background ដាច់យើង remove មកបាទនេះអ្នកនរគ្នាឃើញអត់វា remove បាត់អាពណ៌សហ្នឹងទាំងអស់វានៅតែពណ៌ខ្មៅអក្សររបស់យើងអញ្ចឹងទៅបាទអញ្ចឹង website AI យើងប្រើបានអានេះ remove watermark អានេះ compress រូបភាពឥឡូវយើងតេស្ត compress រូបភាពមួយអញ្ចឹងយើងដាក់រូបភាពមួយនេះមួយបាទចុច upload ចូលអញ្ចឹងយើងមើលសិនបាទរូបភាពដើមរបស់គេគឺ4.94 មេនៅពេលដែលយើង compress ហើយវាคล้ายជា2.22 មេបាទអញ្ចឹងយើងអាចបាទសេរីសាយវាឲ្យ compress តូចជាងហ្នឹងក៏បានដែរដាក់នៅសល់តែប្រហែលគីឡូអីក៏បានដែរគ្រាន់តែ quality គុណភាពរូបភាពវាធ្លាក់ចុះតាមហ្នឹងដែរបាទអញ្ចឹងយើងអាចចុច compress ណាទៅបាទនេះបានហើយណាអញ្ចឹងរូបភាពរបស់យើងវានៅសល់តែ 1.22 មេឯរូបភាពដើមឡើង 4.94 មេនេះរូបភាពដែល remove ហើយតែ compress ហើយអញ្ចឹងយើងអាចចុច download អីទៅអញ្ចឹង download អីក៏ដំណើរការដែរអញ្ចឹងសរុបជារួមបាទនៅលើ Versmer ហ្នឹងវាផ្ដល់ឲ្យយើងhosting free ប៉ុន្តែវាមានរយៈពេលកំណត់ដែរបាទបើយើងប្រើ project ដែលធំគឺត្រូវការ payment ឲ្យគេដែរបាទត្រូវការ pay បងលុយឲ្យគេដែរប៉ុន្តែយើងប្រើរបស់តូចគេឲ្យយើង hosting ដែរបាទអញ្ចឹងគ្រូធ្លាប់បាន hosting ប្រហែលជាបើចូលជាកន្លះឆ្នាំឬមួយឆ្នាំឃើញ project ផ្សេងដែលអត់គេអត់តន់លុបទេបាទអញ្ចឹងនៅតែដំណើរការបានធម្មតាទេបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចអនុវត្តទៅលើលំហាត់របស់យើងទៅធ្វើការ hosting បែបហ្នឹងទៅអញ្ចឹងគ្រូមានប៉ុណ្ណឹងហើយកុំភ្លេចចុច subscribe មួយផងចុច subscribe មួយទៅអត់ពិបាកដូចឆ្លាញ់គេម្នាក់ឯងទេ